ត្រីចៀនបុកអំពិលខ្ចីគឺជាម្ហូបមួយមុខដែលសាមញ្ញប៉ុន្តែមានរសជាតិឆ្ងាញ់ហើយថែមទាំងផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពទៀតផងអញ្ចឹងថ្ងៃនេះគឺខ្ញុំបានទៅផ្សារហើយឃើញត្រីស្ទឹងរបស់យើងត្រីរៀលហ្នឹងគឺល្អមែនទែនអញ្ចឹងហើយក៏ទិញត្រីហ្នឹងដើម្បីយកមកចៀនបុកក្តាប់អំពិលតែម្ដងហើយត្រីនេះក៏អត់មានតាមរដូវកាលច្រើនដែរដោយសារតែតិចទៀតនោះគឺផុតខែអញ្ចឹងញ៉ាំឲ្យហើយតែម្ដងហើយពេលទិញហ្នឹងគឺគេធ្វើឲ្យស្អាតអញ្ចឹងតែម្ដងបងប្អូនអត់ពិបាកយើងយកមកធ្វើទៀតទេយើងក្រយកមកលាងទឹកហើយប្រឡាក់តិចតួចគឺយើងអាចចៀនបានហើយចៀនហ្នឹងដើម្បីឲ្យត្រីហ្នឹងស្រួយល្អហើយនៅរូបរាងដើមគឺយើងអត់ប្រែច្រើនទេយើងទុកឲ្យត្រីហ្នឹងក្រៀមមកខាងសិនចាំយើងប្រែមកខាងទៀតជាការស្រេចហើយឆ្លៀតពេលហ្នឹងគឺយើងមកបុកអំពិលរបស់យើងគឺមានអំពិលខ្ចីម្ទេសខ្ទឹមសខ្ទឹមក្រហមបុកចូលគ្នាមកបន្ទាប់មកយើងថែមគ្រឿងមានម្សៅស៊ុបមានស្ករសមានអំបិលហើយបុកចូលគ្នាទៅជាការស្រេចហើយពេលបុកហ្នឹងដោយសារតែខ្ញុំអត់ប្រើប្រហុកស្រស់ហើយគឺយើងប្រើទឹកប្រហុកដោយសារបើយើងអត់មានទឹកប្រហុកទេយើងអាចលួចប្រហុកស្រស់បន្តិចក៏បានដែរដើម្បីឲ្យក្តាប់អំពិលយើងមានរសជាតិឆ្ងាញ់ហើយបន្ទាប់ពីបុកគ្រឿងចូលគ្នាហើយយើងហាន់ម្អមដាក់លេបន្តិចមកគឺជាការស្រេចហើយអញ្ចឹងបុកអំពិលរបស់យើងគឺរួចរាល់ហើយញ៉ាំជាមួយនឹងត្រីអាំងត្រីចៀនដែលយើងចៀនថ្មីគឺរសជាតិឆ្ងាញ់តែម្ដងម្ហូបនេះគឺចុះបាយហើយបើសិនជាអាកាសធាតុមេឃភ្លៀងរលឹមស្លេចតែម្ដងគឺបាយមួយឆ្នាំងអីហ្នឹងគឺអត់គ្រប់ទេអញ្ចឹងម្ហូបមួយមុខនេះងាយស្រួលធ្វើមែនទែនហើយមានអត្ថប្រយោជន៍សម្រាប់សុខភាពទៀតអរគុណ